ជំរាបសួរពុកម៉ែអង្គពូមីងបងប្អូនដែលតែងតែខលសួរនាំថាពេលណាមានលក់ Toyota Hilux Vigo ទៀតបាទដោយសារតែ7 ឆ្នាំមុនពុកម៉ែបងប្អូនឃើញខ្ញុំបាទផុសជាវីដេអូមួយពណ៌ស014បាទអញ្ចឹងពុកម៉ែបងប្អូននៅតែខលសួរថាឡានលក់បាត់ឬនៅឡានលក់បាត់ឬនៅបាទសូមជម្រាបពុកម៉ែបងប្អូនថាឡានអត់ຕົកយូរដល់ថ្នាក់ហ្នឹងទេបាទផុសតែ5-6 ថ្ងៃអីហ្នឹងគឺលក់ហើយបាទហើយជាក់ស្ដែង Vigo ខ្ញុំបាទក៏ដាច់ស្តុកអត់មានលក់7 ឆ្នាំដូចគ្នាណាបាទមិនមែនថាទិញអត់បានឬក៏មិនចង់ទិញយកមកលក់ទេប៉ុន្តែវាពិបាកនឹងរកឡានស្អាតយកមកលក់ពុកម៉ែបងប្អូនណាបាទព្រោះ Vigo ហាងឆេងវារឹងថ្លៃណាស់ហើយចឹងតែយើងទិញឡានស្ទើរយកមកលក់គឺចប់ហើយបាទចឹងឥឡូវនេះខ្ញុំបាទកាត់បានឆ្នាំ08ពុកម៉ែបងប្អូនណាជាប្រភេទលំដាប់មេឡានសូមធានាជូនពុកម៉ែបងប្អូនច្បាស់ថាអត់ឲ្យខកចិត្តអត់ឲ្យស្ទើរចិត្តទេបាទគឺប្រភេទលំដាប់ឡានហើយបាទឆ្នាំ08បាទចកូតឆ្វេងស៊ីនលេខអូតូកាពីតាពុកម៉ែបងប្អូនណាបាទចឹងបើសិនជាពុកម៉ែបងប្អូនបាទកំពុងតែស្វែងរកប្រភេទឡានមកសុទ្ធហើយជាប្រភេទឡានដែលតាន់ដែលធន់គឺ Vigo ហ្នឹងហើយបាទมันត្រឹមតែធន់ទាំងគ្រឿងក្រោមទាំងម៉ាស៊ីនទាំងជើងក្រោមអីទេគឺធន់គឺតាន់ទាំងតម្លៃទៀតតម្លៃពុកម៉ែបងប្អូនណា014 015ឥឡូវនេះក៏នៅក្បែរ30បាទចិត្ត30000បាទ29ជាងអាចនឹងមានដល់30ទៀតពុកម៉ែបងប្អូនណាបាទហើយតម្លៃបើនិយាយទៅប្រកិតជាមួយនឹង Hilux Revo 016ហើយអញ្ចឹង Vigo 014 15តម្លៃអត់ធ្លាក់ទេពុកម៉ែបងប្អូនណាតម្លៃអត់ធ្លាក់ទេឥឡូវមកគ្រឿងនេះ08ពុកម៉ែបងប្អូនណាបាទស្រឡាញ់ឡានមកសុទ្ធស្រឡាញ់ឡានដែលធន់ឡានដែលហាងឆេងអត់ងាយចុះពុកម៉ែបងប្អូនយកមកគ្រឿងនេះទៅប្រើអត់ខកចិត្តទេបាទមកគ្រឿងនេះអត់ឲ្យខកចិត្តទេបាទពណ៌ទឹកប្រាក់ពុកម៉ែបងប្អូនណាបាទពណ៌ទឹកប្រាក់ឡានសំណុំឡាននៅធាតុដើមទាំងអស់បាទសូម្បីតែស្លាកលេខក៏នៅស្លាកលេខដើមដែរអញ្ចឹងពុកម៉ែបងប្អូនបាទឆ្ងល់ថាឡានហ្នឹងមានបុកមានប៉ះអីអត់បើសិនជាឡានហ្នឹងបុកឡានហ្នឹងប៉ះបាទស្លាកលេខនេះគឺទៅបាត់ហើយអត់មាននៅស្លាកលេខដើមអញ្ចឹងទេហើយបើសិនជាពុកម៉ែបងប្អូនថាអូអត់ស្រឡាញ់ទេស្លាកលេខអញ្ចឹងរៀងចាស់ខ្ញុំបាទជន់ជូនថ្មីឲ្យពុកម៉ែបងប្អូនក៏បានដែរគាត់ថាឥឡូវនេះគឺសុំរក្សាធាតុដើមសុំរក្សាធាតុដើមទុកឲ្យពុកម៉ែបងប្អូនមើលឲ្យបាទឲ្យមានទំនុកចិត្តជឿជាក់ថាវាពិតជានៅសំណុំដើមទាំងអស់មែនបាទឡានមួយគ្រឿងនេះបាទហើយការតុបតែងរៀបចំរួចរាល់អស់ហើយពុកម៉ែបងប្អូនណាបាទរួចរាល់អស់ហើយមើលសំណុំមើលលំអិតតិចមកដាក់លំអិតតិចនេះពុកម៉ែបងប្អូនណាខ្ចៅទ្វារទាំង4គ្រាប់អត់ធ្លាប់ដោះទេនេះបាទនៅសំណុំទាំងអស់បាទសាច់ដែកផ្លឹងស្មើរិញបាទអត់មានកត្រាក់កត្រឹសពកអាឡោកអីប្លុកម៉ាស៊ីនបន្តិចតាមពិតទៅខ្ញុំបាទអត់ចង់ធ្វើវីដេអូទេបាទដោយសារសុខភាពអត់ស្រួលប៉ុន្តែស្ដាយចង់ឲ្យពុកម៉ែបងប្អូនបានឃើញព្រោះបើអត់ចេញវីដេអូទេផុស YouTube អត់បានទេហើយភាគច្រើនពុកម៉ែបងប្អូនឃើញវីដេអូ Vigo ខ្ញុំផុស2 ឆ្នាំមុននោះគឺឃើញតាម YouTube ហើយនៅតែខលសួរនាំរហូតថាពេលណាកាត់បាន Vigo បាទកុំភ្លេចផុសឲ្យគាត់ឃើញផងបាទកុំភ្លេចប្រាប់ផងហើយបើគាត់ប្រាប់ឲ្យខលទៅគាត់វិញគឺអត់អាចខលទៅបានទេពុកម៉ែបងប្អូនអើយបាទលេខទូរស័ព្ទខលមកមួយថ្ងៃច្រើនណាស់អត់អាចចំណាំថាពុកម៉ែបងប្អូនណាដែលរក Vigo ទេបាទអញ្ចឹងមានតែផុសជាវីដេអូទៅខ្ញុំបាទផុសចូល YouTube បានផងបាទផុសចូល YouTube ទៅពុកម៉ែបងប្អូនដែលគាត់រក Vigo ភាគច្រើនគាត់មើលតាម YouTube របស់ខ្ញុំអញ្ចឹងណាបាទពុកម៉ែបងប្អូនបាទម៉ាស៊ីននៅតាន់ប៉េះហ្មងបាទម៉ាស៊ីនគឺនៅសំណុំបាទអស់ទាស់តែម្ដងពុកម៉ែបងប្អូនណាស្រឡាញ់បាទល្មមបាទតម្លៃធូរលុយដែរនេះ08ពុកម៉ែបងប្អូនណាបាទរៀងធូរលុយដែរអញ្ចឹងពុកម៉ែបងប្អូនណាស្រឡាញ់រូតរះមកបាទមិនយូរទេពុកម៉ែបងប្អូនឡានប្រភេទលំដាប់ថ្មីអញ្ចឹងអត់យូរទេសូមបញ្ជាក់ពុកម៉ែបងប្អូនថាតែផុសចេញទៅបាទมันនៅដល់រាប់ខែរាប់ឆ្នាំអញ្ចឹងទេអញ្ចឹងកុំមកខកដូច Vigo មុនបាទ Vigo មុនខ្ញុំបាទដាក់លក់ផុសវីដេអូភ្លាមគឺលក់ភ្លាមអញ្ចឹងអត់អាចនៅដល់ពុកម៉ែបងប្អូននៅតែខលសួរដល់ឥឡូវថាឡាននឹងនៅឬអត់អីហ្នឹងគឺมันអាចនៅដាច់ខាតបាទអញ្ចឹងមកគ្រឿងនេះដូចគ្នាបើពុកម៉ែបងប្អូនស្រឡាញ់ចាប់អារម្មណ៍បាទសួរនាំព័ត៌មានលម្អិតពីតម្លៃពីឡានទៅស្រោតរូតរះមកទិញបាទឆាប់មកបានឡានទៅប្រើបានឡានថ្មីបានតម្លៃល្អយកទៅប្រើពុកម៉ែបងប្អូនណាបាទសូមអរគុណ